ឯងយករបស់តាមខ្លួនទៅនៅពេលដែលសំខាន់វាអាចជួយជីវិតឯងបានអរគុណលោកគ្រូឈុនយានគ្រូទៅហើយវត្តសាលិញលាក់បំពុនអ្នកទោសអុកលុកក្នុងរាជការខ្ញុំកណាទទួលបញ្ជាពីព្រះអង្គមកចាប់អ្នកទោសហើយប្រគល់ខ្លួនស៊ីជឿហៅចេញមកទីនេះខ្ញុំសូមលោកម្ចាស់ត្រឡប់ទៅវិញកុំនិយាយច្រើនប្រគល់មនុស្សទៅឬក៏ទុកឲ្យវត្តសាលិញកំតិចដល់ដីអ្នកណាហ៊ានតាំងពីចំនួនដូនតាមកព្រះអង្គគ្រប់វត្តសាលិញខ្លាំងណាស់អ្នកណាចង់មកបំពេញមិនខ្លាចព្រះទេល្អបើអញ្ចឹងខ្ញុំកណាលែងគួរសមទៀតហើយពួកឯងសម្រាប់ចូលវត្តសាលិញទៀតទៅបាត់ភ្លើងកំទេចវត្តលៀនទៅការប្រាហ្វាំងស៊ីជឿហាច់តារបស់ឯងនៅទីកន្លែងនេះមានសមត្ថភាពចង់សម្លាប់យើងគ្មានពាក់ព័ន្ធអីនឹងវត្តសាលិញទេដេញតាមបងហើយឆាប់ឆ្លងមកបងហើយមេកាផាំងទៅវិញប្រាប់ឆ្កែបំរើឈីទៅហើយណាមួយស៊ីជឿហាយើងនឹងសម្រុកចូលរាជធានីកាត់ក្បាលរបស់វាហើយនឹងកាត់ក្បាលរបស់ឯងផងដែរចាំសម្រាប់យើងច្បាស់ណាបាទជុំនិយាយទៅតោះឆាប់ទៅណែកុយឡមិនគឺនាងតាមដល់ទីនេះសឹងសម្អិតកន្ធត់ទុកពួកយើងចោលទេខ្ញុំមិនមែនជាស្រីចំអកតកលជូននោះទេនៅថ្ងៃដែលលោកទុកកលលិខិតនោះខ្ញុំឃើញលោកទៅហើយគេថាលោកនឹងរត់ទាំងជប់ចង់រត់ទេមិនមែនជាការងាយទេខ្ញុំខុសហើយបើថ្ងៃក្រោយហ៊ានរត់ចាញ់ខ្ញុំទៀតប្រចាំតិចលោកទៅជប់លេងទៅខ្ញុំសួរពួកនាងចុះយុឈីងពួកខ្ញុំគិតតែប្រត់បានទាំងជប់ដែរមានពេលណាខ្វល់នឹងពួកគេថាមិនបានអេតិចគេរងចាំលោកនៅផ្ទះស្បូវបើគេចាំខ្ញុំមិនត្រឡប់ទៅវិញគួរតែទៅរាជធានីអញ្ចឹងក៏ល្អដែរ
គេទៅរាជធានីសុវត្ថិភាពល្អជាង ល្អតើយ៉ាងទៅយ៉ាងណាខ្ញុំចង់ស្គាល់សមត្ថភាពពួកចៅសមុទ្រដែរ ល្អនាំពុននេះទៅតោះ តោះ តើ ទៅ ទៅ បច្ចុប្បន្នចៅសមុទ្រមានទីអស់លោកមានអ្វីទប់ទល់គេដែរទេតែរឿងនេះបាក់ឈីលោកថាទៅមើល ក្រាបទូលព្រះអង្គទូបង្គំក៏ព្រួយបារម្ភពីរឿងនេះដែរលោកមិនតតដៃឆ្វេងទូសៀនកុងតបាត់ពិសោធន៍ធ្វើសង្គ្រាមមិនគ្រប់គ្រាន់តែកន្លងទៅគេធ្លាប់ចេញប្រឡូកតាមព្រំដែនជាមួយនឹងស៊ីជឿហើយនិងអូធានលីដូចជាស្គាល់ច្បាស់ពីកិច្ចការចៅសមុទ្រនេះទូបង្គំគិតថាឲ្យគេធ្វើជាមន្ត្រីទូតឃ្លាំមើលកងទ័ពនៅអាជឿជាងប្រកាសជាអាចច្បាស់ឈ្នះចៅសមុទ្រ ចាទូសាសំផុតលោកអបរាជនិយាយមានហេតុផលមែនហើយ មែនហើយ មែនហើយ ពិតជាសមហេតុផលណាស់ ល្អណាស់ទូសៀនកង សូមថ្វាយបង្គំព្រះអង្គ រឿងដែលពាក់ព័ន្ធនឹងពួកចៅសមុទ្រលោកដឹងច្បាស់មែនទេ ទូលបង្គំធ្លាប់ជួយជ្រោមជ្រែងលោកមេតបស៊ីឆៅនិងលោកមេតបអ៊ូធានលីក្រោយពេលលោកម្ចាស់ទាំងពីរស្លាប់បាត់ទៅទូលបង្គំគិតថាចង់ត្រឡប់ទៅស្រុកកំណើត យើងគិតថាលោកមិនទាន់ចាស់ទេចុះមិនក៏មិនគិតជួយការពារសុខសាន្តដល់ម ទូ ហា លបង្គំអត់ហ៊ានទេទូលបង្គំមានចិត្តបម្រើមហាមេឃមិនដែលមានការយឺតយ៉ាវទេ ល្អបើអញ្ចឹងយើងតែងតាំងទូសៀនកងជាមន្ត្រីឃ្លាំមើលនៅជើជាងកាន់សិទ្ធិតបចេញដំណើរទៅជើជើបង្ក្រាបពួកចៅសមុទ្រ អរព្រះគុណព្រះអង្គថ្វាយប្រពោព្រះអង្គមានព្រះជន្មយឺនយូរ អាយលើកជង្គង់ធ្វើស្អីទៀតដែរ លោកអបរាជខ្ញុំឲ្យស៊ីជាហៅរត់បាត់ទៀតហើយពេលនេះ ថាម៉េចវារត់ចេញពីវត្តសាលេង បាទតែលោកអបរាជអាចចង្រៃនោះវាចេះវិជាសម្រាប់ខ្លួនហោះលើទឹកខ្ញុំដេញតាមវាមិនទាន់មើលមិនទាន់តែមិនអាចធ្វើអ្វីវាដូច្នេះគួរតែ គ្មានហេតុផលយើងបានកាត់ប្រេះសរសៃវាទៅហើយចុះមិនបានជាវានឹងហៅវិជាគុណបានទៀតក្រឡំឬមួយក៏វាហាត់កំពីអ៊ីជីនរបស់វត្តសៅលីងលើកមុនពេលដែលយើងមិនប្រយ័ត្នវាលួចវាយយើងបើសិនជាវាមកម្ដងទៀតយើងនឹងធ្វើឲ្យវាដុតស្លាប់ក៏ហាមរួចដែរ បាទ តោះអញថាទៅមើលវារត់ពួនអីណា ខ្ញុំល្ងងខ្លាំងណាស់ ដឹងថាខ្លួនឯងល្ងងល្អហ៎ក្រោមមេឃធំយ៉ាងណាក៏គ្មានកន្លែងលាក់ខ្លួនដែរពួកយើងគឺសន្និដ្ឋានថាវានឹងអាចទៅតាមឆ្នេរសមុទ្រតាមភាគអាគ្នេយ៍បាយពួកចោលសមុទ្រជិះចុះឯងទៅថៃចៅទៅប្រាប់ស៊ីចឹងបើសិនជាឃើញស៊ឺជឿហៅសម្រាប់វាចោលទៅ បាទ ម្យ៉ាងទៀតអាលងើទូសៀនកងគឺវាពិតជាយល់ថាគឺយើងនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គណែនាំវាឲ្យធ្វើជាមេតប ហេតុពិតវាគ្រាន់តែជាអ្នកងាប់ជំនួសទៅអាត្រកូលទូនោះកប់ខ្លួនឯងថៃចៅ លោកអបរាជដល់មានរឿងមួយទៀតបើដែលគុណតាត្រឡប់មកវិញហើយ មកវិញណៃណា បើតាមខ្ញុំមើលគេដូចជាមិនរស់យូរទេចង់មកជួបជាមួយលោកអបរាជ នាំមក បាទចូលមក លោកអបរាជខ្ញុំបកវិហើយអភ័យទោសដែលខ្ញុំមិនអាចគោរពបានតាមលោកអបរាជ ដល់ថ្នាក់នឹងទៅហើយដាច់ចិត្តមកវិញដែរទៅសបាយនៅខាងក្រៅអស់ចិត្តហើយនៅហ៎ ខ្ញុំដឹងខុសហើយការងារនេះបរាជ័យដោយសារតែស៊ីជឿហៅពីដំបូងខ្ញុំមិនដឹងថាស៊ីជឿហៅគឺជាបណ្ដោះដែលលោកអបរាជចង់សម្លាប់ត្រឡប់មករាជធានីឃើញបិទប្រកាសចាប់ខ្លួនទើបដឹង
សង្ឃជន់យាននោះតាមពិតគឺជាស៊ីជើហៅដូចគ្នាសូមលោកអូបរាជផ្ដល់តាមបន្សាប់ឲ្យខ្ញុំដើម្បីខ្ញុំទៅសម្លាប់ស៊ីជើហៅដោយផ្ទាល់ដៃថ្នាំបន្សាប់បើយើងប្រគល់ថ្នាំបន្សាប់ឲ្យឯងមិនរត់ទៅជើងមេឃទៅហើយហ៎ខ្ញុំមិនហ៊ានទេលោកអូបរាជមានគុណលើខ្ញុំនឹងសងគុណដល់លោកអូបរាជវិញណាបានណាធម្មពលនិងរសជាតិបង្កើតជីវិតរស់រវើកអូយខ្ញុំលែងហ៊ានហើយខ្ញុំលោកមកហើយឈុតទៀតបានចាក់ចេញពីសៅលេងមុនចេញទៅគេបាទបង្វែងដាតកបបំរើរបស់វាយភីធ្វើឲ្យវត្តសៅលេងគេពិតគ្រោះថ្នាក់គេពិតវាស្អេកស្អាតមែនទេជាការប្រសើរណាស់ទីនេះគ្មានរឿងអ្វីទៀតទេឧបាសិកាត្រឡប់ទៅវិញទៅខ្ញុំនឹងប្រនាងគិតថាទៅរកជើហាងគេអាចទៅតំបន់មាត់សមុទ្រប្រឆាំងនឹងចៅសមុទ្រខ្ញុំនឹងប្រនាងក៏ត្រៀមទៅឆ្នេរសមុទ្រដែរបើចឹងថែទាំប្រនាងនិងថែខ្លួនឯងឲ្យបានល្អយើងលាសិនហើយណាឈប់សិនបែកគ្នាលើកនេះមិនដឹងថាពេលណាបានជួបមុខគ្នាវិញទេកាលនោះលោកបាត់ដំណឹងឈឹងខ្ញុំស្មានថាលោកឬក៏ឡោកផុតទៅហើយឈប់រំលឹកវាទៀតទៅយកដាក់ទៅហើយឆាប់ជូនពនាមប្រកឈុនជាតិភ្លៀងទៅហើយឈប់អូស្រ័យស្អីមើលទៅគេណាបើមិនមែនកូនឆាស៊ីឆាក៏ជាមន្ត្រីល្បាតដែរចង់ងាប់ឈប់សិនមែនកាយចង្រៃយកឯងហ៊ានពាំងភ្លើមន្ត្រីអង្កេតផងអីឆាប់ចេញបាទស៊ីណាលោកម្ចាស់ឈីសាំងហឺទៅណាហើយលោកចៅវាយស្រុកកំពុងតែចុះទៅអង្កេតមើលប្រជារាស្ត្រនិយាយផ្ដេសផ្ដាស់អ្នកណាមិនដឹងថាឈីសាំងហឺគឺឈួតនឹងស្រីហើយឈួតនឹងលបែងគេអាចចុះទៅមើលស្ថានភាពនេះទេប្រាប់គេណែណាខ្ញុំពិតជាមិនដឹងមែនណាមន្ត្រីអង្កេតមានសិទ្ធិសម្រាប់មុនជំរាបក្រោយទៅលើមន្ត្រីរាជការតម្រាំតាឯងជារាជសាមញ្ញនោះលោកម្ចាស់ទុកជីវិតឲ្យខ្ញុំផងលោកម្ចាស់ប្រាប់មកនៅមូតានឡូវចាបងមកលោកម្ចាស់ថ្ងៃក្រោយបានមកចាលោកម្ចាស់មកបែងតែណាលោកម្ចាស់សូមជម្រាបទៅអាយ៉ាលោកម្ចាស់
ចាំបានតែមួយណាលោកម្ចាស់ណាអេតែលោកម្ចាស់ហាលោកម្ចាស់អាយ៉ាលោកម្ចាស់មានរឿងអីចេះចង់បែបអីឯងដឹងថាយើងមានសិទ្ធិបណ្ណាទេលោកគឺជាមន្ត្រីចុងកែបាទដឹងថាអញ្ចឹងពាំងផ្លូវយើងធ្វើការមានលទ្ធផលបែបណានោះខ្ញុំខ្វល់មានលទ្ធផលបែបណាខ្ញុំប្រាប់លោកទីនេះគឺថៃជើមិនជាទីនេះទេកុំមកក្អេងក្អាំងនៅទីនេះឲ្យសោះហើយលោកឡស្អីមានស្អីទៅលោកម្ចាស់គឺមន្ត្រីអង្កេតអូយ៉ាអើយមិនដឹងថាលោកម្ចាស់ហ្វាងមកដល់មិនបានចេញមកទទួលលោកម្ចាស់ឈីសាំងហើកន្លែងលោកពិតជាធំណាស់ណោះគ្រាន់តែអ្នកការពារសាលាស្រុកតូចតាចមួយហ៊ានមកពាំងផ្លូវខ្ញុំផងឯងអ្នកការពារនៅសាលាស្រុកដូចជាកែបនៅក្នុងដងចឹងលោកម្ចាស់ហ្វាងសូមយោគយល់ផងចាំមកគ្រប់លោកម្ចាស់ហ្វាងទៅលោកម្ចាស់ហ្វាងប៉ះពាល់ហើយលោកម្ចាស់ហ្វាងយល់អយើងទៅនិយាយគ្នានៅសាលាស្រុកវិញទៅមកហេខ្ញុំគិតថានៅកន្លែងនោះចុះណែលោកម្ចាស់ហ្វាងលោកម្ចាស់ហ្វាងណែលោកម្ចាស់ហ្វាងលោកម្ចាស់ហ្វាងចេញលោកម្ចាស់ហ្វាងជួយនៅคือกន្លែងនឹងធ្វើស្អីទៀតចេញទៅហុយណែមេបតមិនក៏ចុះលោកម្ចាស់ឈីមិនបាច់សម្ដែងទៀតទេតាមមើលទៅលោកម្ចាស់រវល់កិច្ចការរាជការច្រើនណាស់ណោះណាលោកលោកម្ចាស់សូមទទួលណែលោកម្ចាស់មកសម្បត្តិរបស់លោកអបរាជសូមលោកម្ចាស់ហ្វាងនៅមុខលោកមហាផ្លឹកអត់ទេនៅមុខលោកអបរាជជួយនិយាយល្អប្រមាណម៉ាត់ផងទៅមិនបាច់ជួនទេដោះស្រាយកិច្ចការដែលលោកអបរាជប្រគល់ឲ្យទៅបានហើយសូមជួយលោកម្ចាស់ហ្វាងសូមជឿ